ในក្នុងទីធ្លាមួយយើងឃើញមានរូបចម្លាក់ប្រុសស្អាតសិចស៊ីមួយដែលគេបានដាក់តាំងបើយើងមើលយូរៗទៅរូបចម្លាក់មួយនោះក៏ចាប់ផ្ដើមកម្រើកបើនិយាយទៅគឺគាត់មានជីវិតតែហ្មងណារួចហើយគាត់ក៏បានសម្លឹងទៅមើលត្រើយម្ខាងទៀតឃើញជាងចម្លាក់កំពុងតែឆ្លាក់រូបស្រីស្អាតមួយឲ្យឡើងខ្ជូតគាត់ឃើញអញ្ចឹងគឺវាអត់បានគេញាក់ភ្នែកឲ្យប៉ុណ្ណឹងបើថាមិនបានអូកាឡាមិនបានចូលញ៉ាយទេក៏បានសុំលេខទូរស័ព្ទនិងសុំ Facebook មួយដែរហើយក៏ដោយសារតែនារីចម្លាក់ម្នាក់នេះរៀងខ្មើតឲ្យឡើងកខិចដាក់គេដែរអញ្ចឹងធ្វើឲ្យខាងនេះអត់ទ្រាំបានក៏បានព្យាយាមចាក់ចេញពីកន្លែងដែលគាត់ឈរហ្នឹងធម្មតាទៅពួកមិនទៅភ្នៅវាក៏មកដែរមិនអញ្ចឹងហ៎ដោយសារតែគេយកសម្រស់មកបង្វក់ធ្វើឲ្យអាគាត់ម្នាក់នេះអត់ទ្រាំបានក៏ខំប្រឹងចាក់ចេញពីកន្លែងដែលគាត់ឈរក្នុងចិត្តបរិយាចម្លាក់ម្នាក់នេះគាត់គិតថាទោះបីជាមានឧបសគ្គយ៉ាងណាក៏ដោយក៏គាត់ត្រូវតែខិតខំតស៊ូដើម្បីទៅសុំលេខទូរស័ព្ទនារីម្នាក់នោះឲ្យទាល់តែបានស៊ូអាស៊ូឧបសគ្គវាមានច្រើនក៏ប៉ុន្តែចលែកអីឧបសគ្គអាកូនសត្វឃ្មុំមួយនេះគឺវាចង់ទៅតិចអាបរោះចម្លាក់ថ្មម្នាក់ហ្នឹងឃ្មុំមួយឃ្មុំប្រយ័ត្នកកូតក្រិនអាប៉ែកក្នុងថ្មសុតផងជាងចម្លាក់គាត់ក៏លឺសំឡេងចម្លែកដូចជាឆ្កែរត់បុកប៉ោតដល់ពេលដែលគាត់ក៏លេចមើលទៅទើបគាត់ដឹងថាមិនមែនឆ្កែរត់បុកប៉ោតទេគឺមានឆ្មាវត្តដើរជន់មីនអាប៉ែកចម្លាក់ថ្មនោះគាត់ព្យាយាមដើរលើបចូលមកកុំឲ្យជាងចម្លាក់ថ្មនេះគាត់ដឹងខ្លួនខំដើរលើបផងភ័យផងត្បៀតផោមផងខ្លាចវាផ្ទុះដើរមកដល់ពាក់កណ្ដាលផ្លូវឃើញអាក្អូនមួយនោះអត់ស្លៀកលីអូហើយគាត់ក៏ឆ្លៀតចូលទៅសួរនាំវែងស្រីនៅខាងណាអញ្ចឹងទៅអាក្អូននេះអត់ស្ដាប់ហេតុផលអីទេស្រាប់តែបាញ់នោមដាក់គេអីណាចោលផ្លោកជាប់ហើយអានទឹកនោះដោយសារតែគ្នាភ័យពេកដូច្នេះហើយទើបខំប្រឹងធ្វើបាញ់នោមដើម្បីកុំឲ្យគេដឹងអីចឹងទៅរួចហើយគាត់ក៏ធូរចិត្តនឹងប៊ីសបាយការដោយសារតែចោលផ្លោកជាប់នេះទឹកចម្លាក់ថ្មនឹងអត់បានក្តៅចិត្តពេកក៏ទៅបវល់អាក្អូននោះមកវិលមកជុំអីចឹងទៅឲ្យចេញឥន្ទនូពេញមេឃមករួចហើយគាត់ក៏មិនបោះបង់អាដំណើរហែកុកទៅញ៉ាយនារីចម្លាក់ដល់កខិចម្នាក់ហ្នឹងទេហើយនារីចម្លាក់ម្នាក់នេះគាត់តែឃើញគេមកអញ្ចឹងអូយចាប់បដើមកធ្វើឡើងខ្មើតក៏ប៉ុន្តែតាមការពិតគ្នាយើងកុំយល់ច្រឡំដោយសារតែជាងទើបតែឆ្លាក់គាត់ហើយអីចឹងទៅគឺគាត់ចលែកចិត្តអីចឹងទៅស្ទាបទៅមានគូតមានអីចឹងដូចគេដូចឯងដែរអញ្ចឹងណាតែយើងក៏លេចមកមើលអានទឹកនេះវិញឲ្យឡើងកខិចកំពុងតែអូកាឡាគ្នាសុកហ្នឹងជាងចម្លាក់ក៏បានជ្រុលដៃដុំគូតជាពេម្នាក់នោះឡើងលបោតខោលបោតអាវខ្ទេចជាងចម្លាក់ម្នាក់នេះឃើញអញ្ចឹងឆ្ងល់ចុំមិនចេះអញអាប៉ែម្នាក់នេះគាត់ឃើញអញ្ចឹងភ្លាមបានឱកាសភ្នែកបើកធំទឹកចម្លាក់ម្នាក់នោះខំព្យាយាមដើរមកឲ្យចិត្តក្រែងលុបភ្នែកគាត់បញ្ញោមអញ្ចឹងប្រាប់ដើរមកឃើញអាប៉ែនេះអើតមកដែរអញ្ចឹងគាត់រត់ប្រុចអីចឹងទៅអូយថាមនុស្សយើងទៅវាខូចហើយចម្លាក់ថ្មនេះក៏ខូចទៀតអានទឹកនេះកំពុងតពួនសុកនឹងអាដើមឈើនោះក៏អាលុំបន្តកតុយគ្នាទៅដួលត្រេតលើគ្នាត្រេតចុះត្រេតឡើងត្រេតចុះត្រេតឡើងដូចរឿងជប៉ុនអញ្ចឹងចុងក្រោយណែមកធ្លាក់លើអាញួរឡងឡើងលើមេឃហើយដឹងវាចង្រៃស្អីអាញួរហ្នឹងក៏បានធ្លាក់មកលើនារីចម្លាក់ម្នាក់នោះលន់ឬសូតប៉ោកដោយសារតែទម្ងន់ញញួរធ្លាក់ពីលើមកវារៀងធ្ងន់ដូច្នេះហើយទើបធ្វើឲ្យដៃនារីចម្លាក់ម្នាក់នេះដាច់ទាំងពីរចម្លែកអាយលោកតាជាងចម្លាក់ម្នាក់នេះគាត់គ្រាន់តែឃើញអញ្ចឹងគឺបើកភ្នែកធំមើលទៅឃើញរូបរាងរូបចម្លាក់របស់គាត់ហ្នឹងប្លែកដល់ពេលអញ្ចឹងវាស្អាតមួយយ៉ាងដែរអញ្ចឹងណាដល់ឡែកអាណិតតែបរិះចម្លាក់ម្នាក់នេះទេគឺគាត់ពិតជាខូចចិត្តខ្លាំងមែនតើនិយាយរួមទៅគឺសេតយកទៅមកដាក់មកយួរហ្មង